មកបងប្អូនអ្នកខ្លះដែលខមមិនថាចង់បានមុខម្ហូបប្លែកពី admin ណាមុខនេះធានាថាប្លែកហ្មងហើយបើថាប្លែកអញ្ចឹងឲ្យអត់ធ្វើតាមទៀតទៅ admin ខឹងហ្មងអ្នកមុខហ្នឹងប្លែកមែនបងប្អូនប៉ុន្តែរសជាតិហ្នឹងក៏ឆ្ងាញ់ប្លែកដែរបងប្អូនអាចសាកបានណាធានាថាញ៉ាំហើយគឺដឹងតែចូលចិត្តដូចខ្ញុំអញ្ចឹងសម្រាប់គ្រឿងផ្សំដំបូងដែលយើងត្រូវការគឺសាច់ជ្រូកបងប្អូនអានេះគឺយើងប្រើជាសាច់ជ្រូក3ជាន់ច្រាំក៏បានឬក៏កិនដូចខ្ញុំអញ្ចឹងក៏បានដែរបន្ទាប់មកយើងមានជាពងមាន់ក៏បានពងទាក៏បានដែរនេះក៏ខ្ញុំដាក់ចំនួន2គ្រាប់យើងគោះវាដាក់ចានហើយវាយវាបាយអញ្ចឹងមកគ្រឿងបន្ទាប់មកទៀតយើងមានជាម្ទេសខ្ទឹមសខ្ទឹមក្រហមផ្សិតស្អំជាមួយនឹងស្លឹកខ្ទឹមអីហ្នឹងខ្ទឹមសយើងប្រើ3 4ក្រពើខ្ទឹមក្រហម2 3កូនដុំតូចៗម្ទេសដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនោះយើងបន្ថែមស្ករសបន្តិចដែរដើម្បីឲ្យយើងបុកទៅវាឆាប់ម៉ត់ល្អបន្ទាប់ពីបុកឃើញថាវាម៉ត់មិនល្មមហើយគឺខ្ញុំដាក់រឹសជីវ៉ាន់ស៊ុយអានេះបើសិនជាបងប្អូនមានដាក់មកប៉ុន្តែបើអត់មានក៏អត់អីដែរគ្រាន់តែថាបើសិនជាយើងដាក់អញ្ចឹងទៅវាធ្វើឲ្យក្លិនរបស់សម្លរបស់យើងនឹងកាន់តែឈ្ងុយល្អហើយសម្រាប់អានេះគឺជាបកាក្រៀមយើងលាងវាមួយទឹក2ទឹកហើយត្រាំវា4-5នាទីរៀងទន់បន្តិចមកយកមកបុកចូលជាមួយគ្នាបកាក្រៀមនឹងអត់បុកឲ្យម៉ត់ទេណាបងប្អូនគ្រាន់តែញុំឲ្យវារៀងបែកបន្តិចបានហើយសម្រាប់កាពិវិញគឺខ្ញុំជាប់ចិត្តជាមួយកាពិកពតខ្លាំងមែនតើបងប្អូនរសជាតិអត់សូវប្រៃប៉ុន្តែក្លិនរបស់វានឹងគឺឈ្ងុយហើយយើងយកទៅស្លគឺឆ្ងាញ់ខ្លាំងហ្មងបើថាកាពិកៅវិញគឺខ្ញុំមិនសូវចូលចិត្តមែនទេបងប្អូនបន្ទាប់ពីយើងបុកគ្រឿងក្រៅទាំងអស់រួចរាល់ហើយយើងមកដាក់ដាំទឹកដើម្បីធ្វើសម្លហ្មងសម្រាប់ទឹកសម្លនោះបងប្អូនលេខមើលតាមចំនួនសមាជិករបស់យើងតិចច្រើនតាមនឹងទៅទឹកពុះហើយយើងដួសគ្រឿងដែលយើងបានបុកមិញហ្នឹងបងប្អូនមានដូចជាខ្ទឹមសខ្ទឹមក្រហមម្ទេសឬជីវ៉ាន់ស៊ុយជាមួយនឹងកាពិបកាក្រៀមអីហ្នឹងដាក់ចូលហើយកូរវាឲ្យចូលជាតិសព្វល្អយើងចាក់សាច់ជ្រូកចូលហ្មងសម្រាប់សាច់ជ្រូកច្រាំនេះមិនបាច់ច្រាំឲ្យម៉ត់ពេកទេបងប្អូនយកតែដុំរៀងធំមកល្មមបានហើយសាច់ជ្រូកនេះគឺខ្ញុំប្រើចំនួន2ខាំកន្លះដាក់ចូលកូរឲ្យសាច់ជ្រូករបស់យើងឲ្យរាងបែកបន្តិចបាទខ្ញុំដាក់គ្រឿងសម្រាប់ទឹកត្រីគឺខ្ញុំដាក់ចំនួន2ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេង1ស្លាបព្រាកាហ្វេហើយចុងក្រោយគេនឹងគឺជាស្ករខ្ញុំដាក់តែមួយចុងស្លាបព្រាបាយទេដោយសារតែខ្ញុំអត់សូវចូលចិត្តញ៉ាំផ្អែមដែរបងប្អូនហើយរសជាតិផ្អែមហ្នឹងក៏វាចេញពីបន្លែចេញពីផ្សិតមកខ្លះដែរអញ្ចឹងទៅបន្ទាប់ពីដាក់គ្រឿងក្រៅចូលរួចរាល់ហើយយើងទុកវាមកពុះទៅចាំដាក់បន្លែចូលសម្រាប់បន្លែហ្នឹងគឺខ្ញុំប្រើតែផ្សិតច្បើងទេបងប្អូនហើយយើងយកអាណាតូចអញ្ចឹងមកបានឆ្ងាញ់ដាក់បន្លែចូលហើយចាក់ពងទាចូលជាមួយគ្នាមកណាបងប្អូនអានេះពេលដែលយើងចាក់ចូលភ្លាមបងប្អូនកុំតន់កូរវាភ្លាមទុកវាប្រហែលជាខ្ទង់1នាទីទៅ2នាទីអីសិនទៅដើម្បីឲ្យពងមាន់ឬក៏ពងទារបស់យើងនេះវាកកដុំអញ្ចឹងណានេះបើសិនជាយើងកូរភ្លាមវាទៅជាម៉ត់ញ៉ាំទៅគឺអត់សូវឆ្ងាញ់ទេបន្ទាប់ពីដាក់បន្លែហើយនឹងពងទាចូលហើយគ្របវាប្រហែលជាខ្ទង់2នាទីដើម្បីឲ្យវាឆ្អិនបន្លែឆ្អិនពងទាអីសិនទៅគឺយើងអាចដាក់គ្រឿងក្រៅផ្សេងទៀតបានហើយអានេះដូចដែលបងប្អូនបានឃើញអញ្ចឹងពងទាគឺវានៅឡើងដុំអញ្ចឹងហ្មងពេលដែលយើងញ៉ាំប៉ះមួយម៉ាត់គឺឆ្ងាញ់ខ្លាំងមែនតើបន្ទាប់ពីឃើញថាផ្សិតហើយនឹងពងទារបស់យើងសាច់ជ្រូកអីឆ្អិនអស់ហើយចាំបងប្អូនភ្លក់មើលហើយថែមថយគ្រឿងសម្រាប់ខ្ញុំគឺត្រូវរសជាតិអស់ហើយបងប្អូនរសជាតិគឺខ្ញុំអត់យកប្រៃខ្លាំងទេខ្ញុំយករាងសាបមកល្មមផ្អែមមកល្មមអញ្ចឹងណានិយាយទៅតាមចំណូលចិត្តទេបងប្អូនចូលចិត្តមិនដាក់អញ្ចឹងមកហើយចុងក្រោយគេយើងបង់តែស្អំចូលជាមួយនឹងស្លឹកខ្ទឹមគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយស្អំបងប្អូនកុំឲ្យអត់សាឡននេះបើសិនជាអត់ស្អំគឺអត់ឆ្ងាញ់ទេបងប្អូនញ៉ាំទៅវារបៀបថាស្ទើអីម្យ៉ាងអញ្ចឹងណាប៉ុន្តែក្រោយពេលដែលយើងបានដាក់ស្អំចូលភ្លក់ទៅគឺកាន់តែឆ្ងាញ់ជាងមុនថែមទៀតបងប្អូននិយាយទៅក្លិនក៏ឈ្ងុយហើយញ៉ាំទៅគឺវាត្រូវជាតិគ្នាហ្មងជាពិសេសពងមាន់ឬក៏ពងទារបស់យើងហ្នឹងញ៉ាំទៅគឺឡើងទន់ឆ្ងាញ់ហ្មងនិយាយទៅមួយមុខនេះបងប្អូនគួរតែធ្វើញ៉ាំហើយគឺដឹងតែចូលចិត្តហ្មងអានេះញ៉ាំបានទាំងក្មេងទាំងមនុស្សចាស់អញ្ចឹងណាគ្រាន់តែថាបើសិនជាមានក្មេងឬក៏មានមនុស្សចាស់ញ៉ាំជាមួយអីចឹងទៅយើងមិនចាំដាក់ម្ទេសទេបងប្អូនអាចថាដាក់ម្រេចតែបន្តិចក៏បានដែរហើយសម្រាប់ខ្ញុំសាឡមួយចានគោមហ្នឹងគឺញ៉ាំអស់តែម្នាក់ឯងទេបងប្អូនខំថាដួសបាយយកមកញ៉ាំជាមួយមានណាបាយញ៉ាំបានតែ2 3ម៉ាត់ញ៉ាំអស់តែសាឡទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ